ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកបង្ហាញពីវិធីធ្វើបង្អែមព្រិលទាំងអស់គ្នាចាដែលខ្ញុំបង្ហាញនេះគ្រាប់ឈូកក្រៀមស្រូវសន្លៃមានក្រៀមអាហ្នឹងយើងដាក់ត្រាំឲ្យបាន6ម៉ោងណាបងប្អូនហើយជាមួយនឹងព្រិលជាកម្មនេះផ្សិតកាថ្មយើងកាត់អញ្ចឹងឲ្យដូចខ្ញុំដែរមកហើយកុំភ្លេចលាងទឹកណាបងប្អូនលាងទឹកថ្មីឲ្យបាន3-4ទឹកឲ្យស្អាតទៅអានេះខ្ញុំរៀបរាប់ប្រាប់ពីរបៀបធ្វើអានេះសិតត្រាំអានេះត្រាំតែ15នាទីទេយើងត្រាំហើយព្រិលជាកម្មហ្នឹងគឺយើងត្រាំថ្មីមើលឆ្កឹះអាខ្មៅចេញអស់ផងហើយទឹកខ្ញុំដាក់4លីត្រតាមចំណូលចិត្តបងប្អូនអានេះខ្ញុំត្រាំលាងរួចហើយអស់ហើយចាប់ផ្ដើមដល់ពេលវេលាដែលខ្ញុំត្រូវរងាប់វាហើយ4មុខនេះគឺដាក់តាមក្រោយចានេះទូឯកយើងចុងក្រោយណាអាហ្នឹងយើងចាំដាក់ចុងក្រោយទេបងប្អូនទឹកយើងចាប់ដើមពុះហើយចំណុះទឹក4លីត្រឥឡូវយើងចាក់គ្រាប់ឈូកចូលដែលលាងទឹកស្អាតហើយតមកទៀតយើងក្រៀមស្រូវសន្លៃជាមួយនឹងជ័រប៉ះរួចហើយមកបាន10នាទីបន្ទាប់មកយើងចាក់ព្រិលជាកម្មចូលមួយទៀតផ្សិតកាថ្មហើយនឹងជាមួយព្រិលឈូកបងប្អូនហ្នឹងរងាស់ឲ្យបាន10នាទីដែរបងប្អូនតមកទៀតយើងចាក់ផ្សិតសរសៃនេះចូលជាមួយពទ្រីក្រហមហើយជាមួយគ្រាប់ឈីបន្ទាប់មកទៀតគឺគ្រាប់ឈីអានេះដែលយើងឲ្យបាន10នាទីហើយយើងចាក់ស្ករក្រាមចូលថែមអំបិល1ចុងស្លាបព្រាហើយយើងកូរវាបន្តិចទៅបងប្អូនកូរឲ្យវារលាយស្ករមិញណាហើយរងាស់វាសោហើយជា10នាទីទៀតទៅហើយឆ្អិនហើយបងប្អូនទុកឲ្យត្រជាក់ទៅហើយបើបងប្អូនចង់ពិសាស្រួលមួយយ៉ាងដែរបងប្អូនយើងមានស្រាប់ខ្លួនឯងទុកឲ្យត្រជាក់ហើយយើងច្រកចូល10ដាក់ខុសសេក្នុងទូទឹកកកឲ្យបានមួយយប់ណាបងប្អូនកុំភ្លេចវិធីធ្វើមានតែប៉ុណ្្នឹងទេអរគុណជំរាបលា